គ្រប់រូបទាំងអស់ទោះបីជាគង់ក្នុងវត្តចុងព្រៃនៃក្តីឬក៏និមន្តមកអំពីបណ្ដាវត្តនានានៅក្នុងខេត្តព្រះត្រពាំងនេះឬក៏មកពីបណ្ដាខេត្តដទៃនានានឹងសូមចម្រើនពរញោមញាតិពុទ្ធបរិស័ទជាបាសកឧបាសិកាទាយិកាពុទ្ធមាមកជនគ្រប់រូបទាំងអស់ដែលមានលោកអាចារ្យគណៈកម្មការវត្តទាំងអស់នៅក្នុងវត្តចុងព្រៃហ្នឹងនៅក្នុងឱកាសថ្ងៃនេះគឺព្រះសង្ឃនិងញោមញាតិពុទ្ធបរិស័ទពោលនៅក្នុងវត្តប្រតិសន្និរោធបតិសិលានិរោធចុងព្រៃភូមិចុងព្រៃឃុំភឿហឹងស្រុកថ្កូវខេត្តត្រាវិញនិងញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់បានផ្ដួចផ្ដើមជាកម្មវិធីមួយដ៏មហោឡារិកពេញជាទីបំផុតដែលខ្ញុំករណាអាត្មាភាពបានមកឃើញទិដ្ឋភាពនេះឃើញញោមញាតិពុទ្ធបរិស័ទរាប់ម៉ឺនអូជ្រះថ្លាមកអនុមោទនាក្នុងកម្មវិធីបុណ្យឆ្លងព្រះវិហារនិងបញ្ចុះខណ្ឌសីមានៅក្នុងវត្តថ្កូវវត្តចុងព្រៃក្នុងឱកាសនេះខ្ញុំករណាអាត្មាភាពបានទទួលភារកិច្ចនិមន្តព្រះសង្ឃនិងលោកអាចារ្យគណៈកម្មការវត្តដើម្បីមកសម្ដែងព្រះសទ្ធម្មវិសេសទេសនាក្នុងកម្មវិធីបុណ្យឆ្លងព្រះវិហារនិងបញ្ចុះខណ្ឌសីមាក្នុងឱកាសនេះការដែលមកសម្ដែងធម៌ទេសនាក្នុងឱកាសនេះមានការព្រួយបារម្ភបំផុតឡាយសម្ដែងធម៌ទៅញោមញាតិស្ដាប់អត់បានមិនយល់ភាសាអ្នកសៀមរាបផ្សេងភាសារបស់ញោមញាតិផ្សេងហើយស្ដាប់គ្នាអត់បានឡើយវាអត់មានប្រយោជន៍អីសោះក្នុងការទេសនានេះដែលព្រួយបារម្ភបំផុតគឺខ្លាចញោមញាតិស្ដាប់ធម៌អត់បានណាបើសិនណាជាញោមញាតិគ្រប់គ្នាស្ដាប់បានក៏អាត្មាភាពត្រេកអររីករាយបំផុតនឹងការសម្ដែងធម៌ទេសនាក្នុងឱកាសនេះហើយមួយយ៉ាងទៀតមុននឹងសម្ដែងធម៌ទេសនានេះសូមថ្លែងអំណរអរព្រគុណអរគុណចំពោះព្រះសង្ឃនិងញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ជាពិសេសគឺព្រះគ្រូចៅអធិការវត្តនេះនិងអាចារ្យគណៈកម្មការបកុំតែមានពិធីបុណ្យឆ្លងព្រះវិហារបញ្ចុះខណ្ឌសីមានេះខ្ញុំករណាអាត្មាភាពអត់បានមកស្គាល់ទេខេត្តព្រះត្រពាំងសប្តាហ៍ដល់ត្រាវិញអត់បានស្គាល់ទេតែអរគុណគឺអញ្ចឹងឯកសារមានកម្មវិធីបុណ្យនេះព្រះសង្ឃនិងលោកអាចារ្យគណៈកម្មការនិមន្តមកសម្ដែងធម៌ទេសនានោះបានមកឃើញខេត្តត្រាវិញនេះខេត្តព្រះត្រពាំងឮតែឈ្មោះព្រះត្រពាំង
ខេត្តព្រះតាពាំងនៅយូរយារតាំងពីនៅក្មេងដោយសារមានព្រះសង្ឃទៅខេត្តព្រះតាពាំងនេះលោកនិមន្តធ្វើទុដុកព្រះសង្ឃពីបុរាណលោកចូលចិត្តណាស់ទៅដុកពេញប្រទេសលោកធ្វើទៅដុកទៅក៏ដល់ទៅដុកមកលោកដល់ទៅខេត្តសៀមរាបណាហើយលោកទៅគង់ស្នាក់នៅវត្តក្នុងសៀមរាបណាលោកដាក់ទៅដុកទៅក៏គង់នៅក្នុងវត្តហើយអង្គខ្លះក៏បានជាមេវត្តចៅអធិការវត្តនៅខេត្តសៀមរាបណាលោកគង់នៅនឹងទៅលុះតែអស់ប្រជជននៅក្នុងវត្តសៀមរាបតាមដងទាំងវត្តប្រអិនកោស័យប្រអិនកោសាវត្តពីរហ្នឹងស្គាល់ថាព្រះអង្គនិមន្តមកពីខេត្តព្រះតាពាំងស្ដាប់ភាសាលោកមិនចេះបានមិនសូវបានផងអ្នកសៀមរាបស្ដាប់ភាសាមិនសូវបាននោះបានមកទេសនានេះព្រួយចិត្តទាំងញោមញាតិស្ដាប់អត់បានហ្នឹងបងនេះព្រះសង្ឃនៅខេត្តព្រះតាពាំងត្រាវិញហ្នឹងធ្លាប់មានប្រវត្តិនៅក្នុងខេត្តសៀមរាបគឺគង់ធ្វើជាមេវត្តដឹកនាំព្រះសង្ឃនៅក្នុងវត្តព្រះអិនកោស័យព្រះអិនកោសាពីរវត្តហ្នឹងឯងនេះបានជាស្គាល់ព្រះតាពាំងហ្នឹងបើស្គាល់តែឈ្មោះតែអត់ដែលមកឃើញទេព្រោះទៅពេលនេះឯងដែលមានជោគវាសនាបានមកឃើញខេត្តព្រះតាពាំងបានមកឃើញស្គាល់ព្រះគ្រូឧបជាហ្នឹងព្រះគ្រូមេគាត់ព្រះគ្រូអនុគាត់ក្នុងខេត្តព្រះតាពាំងនឹងឃើញញោមញាតិពុទ្ធបរិស័ទទាំងអស់ក៏នៅក្នុងខេត្តត្រាវិញព្រះតាពាំងនេះសូមថ្លែងអំណរអរព្រះគុណនិងអរគុណចំពោះបកណានិងញោមញាតិគ្រប់គ្នាទាំងអស់ជាបន្តទៅនឹងសម្ដែងព្រះធម៌ទេសនាព្រះធម៌ទេសនាក្នុងឱកាសនេះក៏មិនបានលើកយកគោលធ្វើអ្វីដែលគម្លាតឃ្លាតឆ្ងាយពីកម្មវិធីបុណ្យនោះមកសម្ដែងទេព្រោះកម្មវិធីបុណ្យនេះជាបុណ្យឆ្លងព្រះវិហារផងនឹងបញ្ចុះខណ្ឌសីមាផងពីកម្មវិធីតែអញ្ចឹងត្រូវសម្ដែងអំពីឆ្លងព្រះវិហារនឹងមួយនឹងបញ្ចុះខណ្ឌសីមាមួយតាមពិតទៅបញ្ចុះខណ្ឌសីមានេះផ្នែកខាងព្រះវិន័យតាកតងតែនឹងព្រះសង្ឃទេมันមានតាកតងឲ្យនឹងញោមញាតិពុទ្ធបរិស័ទអត់មានទេបងនេះផ្នែកខាងវិន័យក្នុងសីមានោះក៏ប៉ុន្តែមានញោមញាតិពុទ្ធបរិស័ទខ្លះអូនដែលមិនយល់ចេះតែទៅជែកគ្នាពីនេះពីនោះក្នុងសីមានោះជាពិសេសគឺលោកអាចារ្យគណៈកម្មការវត្តនិងប្រសង់ក៏គំនិតមិនត្រូវគ្នាយល់ខុសគ្នាអាស្រ័យនេះបានធ្វើទេសនាសូមលើកពីសីមាហ្នឹងទោះបីជាមិនមែនជាកម្មវិធីដែលតាកតងនឹងញោមញាតិមែនក៏ប៉ុន្តែត្រូវតែដឹងព្រោះយើងជាពុទ្ធបរិស័ទព្រោះអ្នកគោរពពុទ្ធសាសនាហ្នឹងត្រូវយល់ត្រូវដឹងចឹងនឹងសូមឲ្យញោមញាតិជ្រាបវាមានរឿងទៅជែកប្រកែកនេះច្រើនណាស់នៅប្រទេសកម្ពុជានៅរវាងលោកអាចារ្យនិងព្រះសង្ឃទៅជែកគ្នាណាព្រោះបើអញ្ចឹងដើមដំបូងនេះនឹងសូមលើកពីពាក្យថាសីមាសីមានឹងជាភាសាបាលីនិងសំស្ក្រឹតមិនមែនភាសាខ្មែរទេតែខ្មែរយើងទន្លាប់យកមកនិយាយព្រោះខ្មែរយើងនិយាយ3ភាសាណាបងទី1គឺភាសាបាលីទី2គឺសំស្ក្រឹតទី3គឺខេមរៈភាសាបូកគ្នាទៅវា3យើងប្រើប្រាស់ជាភាសាខ្មែរយើងសប្តាហ៍ថ្ងៃនេះអាត្មាលើកឧទាហរណ៍ដូចជាព
ពាក្យថាសតិបល័យណាបើខ្មែរយកមកប្រើទី2ថាស្មារតីសង្ស្ក្រឹតស្មារតីនិងសតិដូចតែគ្នាបើរិបភាសាខ្មែរថាការដឹងបោកាភ្ញាក់រលឹកយល់ដឹងហ្នឹងគេហៅសតិយើងនិយាយទាំង3តែអញ្ចឹងទៅវាយោមញាតិពុទ្ធបរិស័ទអត់បានយល់ដឹងថាអ្វីជាបល័យអ្វីជាសង្ស្ក្រឹតអ្វីជាខេមរៈភាសាអត់ដឹងទេនេះក៏សូមលើកអំណាងមកជម្រាបជូនណាដូចជាពាក្យថាសីមាហ្នឹងមិនមែនភាសាខ្មែរភាសាបាលីផងសង្ស្ក្រឹតផងចុះភាសាខ្មែរមានអត្ថន័យថាម៉េចភាសាខ្មែរនឹងមានអត្ថន័យថាព្រំប្រទល់ព្រំដែនដែលយើងកំណត់ហ្នឹងពាក្យថាសីមាសំបីតែភូមិរបស់ដែលញោមញាតនៅហ្នឹងត្រូវមានរបងមានកំពែងពាត់ភូមិហ្នឹងអាហ្នឹងបើបល័យថាសីមាប៉ុន្តែគេមិនប្រើជាភាសាបាលីទេគេប្រើភាសាខ្មែរថាព្រំរបងភូមិដល់ទៀតដូចជាស្រែរបស់ញោមញាតត្រូវបិទភ្លឺ4ជ្រុងស្មើឬ4ជ្រុងទ្រវែងភ្លឺហ្នឹងគេហៅសីមាប៉ាន់គេអត់ប្រើទេគេប្រើតែភ្លឺស្រែនេះសូមឲ្យញោមញាតជ្រាបចា៎ព្រោះវាជាគ្រឿងសម្គាល់ថាដីស្រែរបស់ញោមនោះប៉ុណ្ណាបើវាគ្មានភ្លឺព្រំកំណត់នោះទេមិនដឹងដីយ៉ាងត្រឹមណាទេនេះពាក្យថាសីមារហូតដល់ភូមិឃុំស្រុកខេត្តរបស់បញ្ញោមទៀតដូចជាភូមិរបស់ញោមមានព្រំបទល់ខាងកើតទល់នឹងភូមិអីពីត្បូងទល់នឹងភូមិអីលិចទល់ភូមិអីជើងទល់នឹងភូមិអីអាហ្នឹងគេហៅសីមាប៉ុន្តែគេមិនប្រើគេថាព្រំបទល់ស្រុកដូចគ្នាខាងកើតទល់ស្រុកអីខាងត្បូងខាងលិចខាងជើងទល់នឹងស្រុកអីជាព្រំបទល់របស់ស្រុកដល់ទីទៀតគឺខេត្តទីខេត្តព្រះត្រពាំងណាត្រាវិញនេះអាត្មាអត់ដឹងតែនឹងព្រំបទល់ខេត្តត្រាវិញព្រះត្រពាំងអីកើតទល់នឹងខេត្តអីអត់យល់ទេអត់ដឹងទេបងខាងត្បូងខាងជើងខាងលិចទល់នឹងអីអាត្មាមិនដឹងទេអាហ្នឹងគេហៅសីមាដែរឃើញទេប៉ុន្តែគេមិនប្រើទេគេប្រើពាក្យថាព្រំប្រទល់ខេត្តនិយាយជាខ្មែរអញ្ចឹងចុះពាក្យថាសីមានេះគេប្រើសម្រាប់អីថាព្រំសីមាគេប្រើសម្រាប់ប្រទេសជាតិដល់ប្រទេសជាតិគេប្រើព្រំសីមាធំគេព្រំសីមាឧទាហរណ៍ដូចជាបរិជាណាចក្រកម្ពុជាយើងដែលមានព្រះមហាក្សត្រគ្រប់គ្រងរាជសម្បត្តិណាព្រំសីមាខាងកើតទល់នឹងវៀតណាមគេព្រំបទល់គេដាក់អញ្ចឹងឯលិចទល់នឹងបរិជាណាចក្រថៃបង្គោលចារកិត្តិសេសតែខាងជើងទល់នឹងឯណាទល់នឹងថៃដែរខាងឦសានទល់នឹងឡាវសតតែមានព្រំបទល់អញ្ចឹងហើយសម្រាប់ប្រទេសយើងដែលមានស្ដេចគេហៅរាជសីមាប្រទេសដែលมันមានស្ដេចដូចប្រទេសវៀតណាមប្រទេសឡាវអីគេថារដ្ឋសីមាជាព្រំបទល់របស់ប្រទេសនេះអាត្មាសូមបញ្យល់ញោមញាតអំពីពាក្យថាសីមានោះកុំឲ្យឆ្ងល់បើជប់ឆ្ងល់គឺវាព្រំបទល់សម្រាប់គេសម្គាល់តាំងពីភូមិយើងនៅតាំងពីស្រែតាំងពីភូមិស្រុកខេត្តអីទាំងអស់តែគេអត់ប្រើពាក្យសីមាទេដល់ប្រើពាក្យសីមាគឺប្រទេសជាតិគេប្រើព្រំបទល់សីមានោះសូមជ្រាបចឹង
ឥឡូវងាកមកខាងពុទ្ធសាសនាវិញតើហេតុអ្វីទៅដែលនាំឲ្យមានសីមានៅក្នុងពុទ្ធសាសនានេះតើហេតុដែលនាំឲ្យមានសីមានៅក្នុងពុទ្ធសាសនានេះសម័យមួយនឹងព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់គង់ប្រថាប់នៅលើភ្នំកិច្ចកោฏពោនៅក្នុងរដ្ឋមគធៈទ្រង់សំងំហើយទ្រង់ពិចារណាត្រេះរិះក្នុងប្រតិទាំងគួរណាស់តែដល់ថាគាត់អនុញ្ញាតឲ្យភិក្ខុសង្ឃក្នុងពុទ្ធសាសនាធ្វើសម្ដែងបដិមាអានេះហេតុវាកើតពីសម្ដែងបដិមាហើយក៏ទ្រង់ប្រជុំភិក្ខុសង្ឃទាំងអស់ក៏នៅក្នុងដែនមគធៈរដ្ឋមគធៈហ្នឹងហើយក៏ទ្រង់សម្ដែងថាដល់ថាគាត់នឹងអនុញ្ញាតឲ្យអ្នកទាំងឡាយគ្រប់គ្នានឹងធ្វើឧបោសថកម្មគឺសម្ដែងបដិមាសិក្ខាបទ227របស់ភិក្ខុហ្នឹងដល់ថាគាត់អនុញ្ញាតឲ្យអ្នកសម្ដែងចឹងដល់ពេលនោះពួកភិក្ខុបានការអនុញ្ញាតពីព្រះសម្មាសម្ពុទ្ធហើយគាត់នាំគ្នាធ្វើឧបោសថសម្ដែងបដិមានៅរាល់តែថ្ងៃមួយខែ30ថ្ងៃសម្ដែងគ្រប់តែថ្ងៃទាំងអស់ហ្នឹងឯងបានភិក្ខុនាំរឿងហ្នឹងទៅក្រាបទូលព្រះសម្មាសម្ពុទ្ធអំពីភិក្ខុនោះសម្ដែងបដិមារៀងរាល់តែថ្ងៃមួយខែ30ថ្ងៃអត់មានការថ្ងៃណាទេបានព្រះអង្គក៏ទ្រង់ប្រជុំហើយបញ្ញត្តិថាដល់ថាគាត់នឹងបញ្ញត្តិដល់អ្នកទាំងឡាយរាល់គ្នាមិនឲ្យធ្វើឧបោសថរៀងរាល់ថ្ងៃហ្នឹងទេភិក្ខុណាដែលអាចធ្វើឧបោសថរៀងរាល់ថ្ងៃទៀតនឹងត្រូវអាបត្តិទុក្ខតហាមឲ្យដាក់ទោសទៀតអត់ធ្វើបានដែរបើយ៉ាងដូច្នោះដល់ថាគាត់អនុញ្ញាតឲ្យអ្នកទាំងឡាយរាល់គ្នាធ្វើឧបោសថកម្មរៀងរាល់ថ្ងៃឧបោសថភិក្ខុសង្ឃបានអនុញ្ញាតចុះក៏ធ្វើទៀតដែរ505កើត808កើតមកឲ្យតែថ្ងៃឧបោសថសិលធ្វើឧបោសថដែរភិក្ខុនាំរឿងនោះទៅក្រាបទូលព្រះសម្មាសម្ពុទ្ធទៀតព្រះអង្គជ្រាបឲ្យប្រជុំភិក្ខុនោះហាមបញ្ញត្តិទៀតថាដល់ថាគាត់ហាមមិនឲ្យពួកភិក្ខុធ្វើឧបោសថកម្មរៀងរាល់ថ្ងៃឧបោសថទេភិក្ខុណាធ្វើនឹងត្រូវអាបត្តិទុក្ខតហាមបិទទៀតថាដល់ថាគាត់អនុញ្ញាតឲ្យអ្នកទាំងឡាយរាល់គ្នាធ្វើឧបោសថកម្មនេះក្នុងកន្លះខែធ្វើម្ដងមួយបក្ខៈហ្នឹង15ថ្ងៃពីមួយកើតទៅដល់ថ្ងៃ15កើតធ្វើម្ដងពីថ្ងៃ100ដល់1500ខែពេញបើខែខាត14ឲ្យធ្វើម្ដងត្រង់អនុញ្ញាតអញ្ចឹងដល់អញ្ចឹងពួកឆាបគីភិក្ខុឆាបគីភិក្ខុនោះពួកភិក្ខុមួយក្រុមនោះមានគ្នា6នាក់ក៏ពួកឆាបគីលោកធ្វើឧបោសថកម្មលោកធ្វើតែក្រុមគ្នាលោកនឹងឯងមិនឲ្យពួកភិក្ខុដទៃណាក្រៅពីបៈពីពួករបស់លោកទៅរួមធ្វើឧបោសថទេចា៎តែអញ្ចឹងពួកភិក្ខុដឹងរឿងហ្នឹងហើយក៏នាំរឿងហ្នឹងទៅក្រាបទូលចំពោះព្រះសម្មាសម្ពុទ្ធទៀតបានព្រះអង្គទ្រង់បញ្ញត្តិភិក្ខុណាដែលធ្វើឧបោសថកម្មសម្រាប់តែពួកឯងក្រុមឯងបៈឯងហ្នឹងដែលថាគាត់ហាមអត់ឲ្យធ្វើទេភិក្ខុណាធ្វើទេត្រូវអាបត្តិទុក្ខតដល់ថាគាត់អនុញ្ញាតឲ្យអ្នកទាំងឡាយរាល់គ្នាធ្វើឧបោសថកម្មក្នុងទីដែលប្រជុំគ្នាក្នុងកន្លែងមួយហ្នឹងដែលរួបរวมមកជុំគ្នាព្រោះដល់អញ្ចឹងពួកភិក្ខុឆ្ងល់ទៀតដែរថាព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យធ្វើឧបោសថនេះកន្លែងដែលភិក្ខុមករួបរวมគ្នានៅកន្លែងមួយហ្នឹងតែ
តើកន្លែងមួយនោះប៉ុណ្ណាតើផែនដីមួយទាំងមូលនោះមកប្រជុំគ្នាទាំងអស់ហ្នឹងឬធ្វើត្រឹមណាទៅទូលសួរព្រះសម្មាសម្ពុទ្ធទៀតអំពីការប្រជុំគ្នាក្នុងកន្លែងមួយហ្នឹងថាប្រជុំត្រឹមណាលើផែនដីមួយមកប្រជុំគ្នាព្រមទាំងអស់ធ្វើបានព្រះអង្គទ្រង់សម្ដែងបញ្ជាក់ប្រាប់ទៅដល់ថាគាត់អនុញ្ញាតឲ្យអ្នកទាំងឡាយរកគ្នាប្រជុំគ្នាក្នុងអាវាសមួយអាវាសមួយគឺវត្តមួយណាបាទឲ្យប្រជុំព្រមគ្នាហ្នឹងបានវិខោឆ្ងល់ចាអាវាសមួយហ្នឹងប៉ុណ្ណាទៅចេះតែឆ្ងល់បានព្រះអង្គទ្រង់សម្ដែងថាអាវាសមួយហ្នឹងគឺវត្តមួយនឹងឯងព្រះអង្គសម្ដែងចាហើយក៏ព្រះអង្គទ្រង់អនុញ្ញាតអនុជានាមភិក្ខវេសីមង្សសមនិតងថាដល់ថាគាត់អនុញ្ញាតឲ្យអ្នកទាំងឡាយនេះសន្មតជាសីមាចង់សីមាសន្មតចាបានជាយើងសប្តាហ៍ថ្ងៃហ្នឹងមានបញ្ចុះខណ្ឌសីមាមកតសប្តាហ៍ថ្ងៃហ្នឹងនេះត្រង់អនុញ្ញាតនេះពីរឿងសីមានឹងសូមឲ្យញោមញាតិនេះជ្រាបគ្រប់គ្នាហ្នឹងពីសីមានេះមានពីរមួយឈ្មោះថាអបិទ្ធសីមាមួយទី2ឈ្មោះពុទ្ធសីមាពុទ្ធសីមាយើងធ្វើសប្តាហ៍ថ្ងៃនេះអបិទ្ធសីមាមាននៅពីខាងដើមទេទ្រង់អនុញ្ញាតឲ្យធ្វើមុនពុទ្ធសីមានោះពុទ្ធសីមាមាន3មួយគៀមសីមា2សត្តបញ្តរសីមា3ឧទកុខេបសីមាគៀមសីមាគឺយកភូមិធ្វើជានិមិត្តសត្តបញ្តរសីមាគឺយកព្រៃជានិមិត្តឧទកុខេបសីមាយកទឹកមកជានិមិត្តបើឡូវសំដែងអំពីគៀមសីមាមួយបញ្យល់គៀមសីមានេះវត្តមិនទាន់មានខណ្ឌសីមាមានតែព្រះសង្ឃលោកធ្វើកម្មអីវាប្រមាណតែមានកឋិនញោមញាតហើយចូលមកក៏ធ្វើកឋិនកម្មឬឧបសម្បទាកម្មបំពុះភិក្ខុឬក៏ធ្វើបដិមកឧបោសថកម្មណាឬអភិនកម្មកម្មទាំងអស់sẽធ្វើក្នុងសីមាទាំងអស់កាលណាបើព្រះសង្ឃលោកជួបជុំគ្នាហើយក្នុងវត្តដែរមានសង្ឃថេដែលលោកមានភាសាចាស់ជាងគេជារៀមច្បងគេណាលោកប្រកាសប្រាប់សង្ឃថាឡូវយើងធ្វើកឋិនកម្មឬឧបសម្បទាកម្មណាក្នុងកាលនេះយើងអត់មានខណ្ឌសីមាទេយើងត្រូវប្រើគៀមសីមាលោកប្រកាសថាទិសខាងកើតយើងយកភូមិអីជានិមិត្តអាត្មាអត់ស្គាល់លែមនឹងភូមិអីទេបើឡូវឧទាហរណ៍ហើយខាងកើតយើងយកភូមិកជានិមិត្តខាងត្បូងយកភូមិខជានិមិត្តខាងលិចយកភូមិកជានិមិត្តខាងជើងយកភូមិខជានិមិត្តកាលណាព្រះមហាថេរលោកប្រកាសយ៉ាងហ្នឹងហើយគៀមសីមានឹងឡើងអត់មានសន្មតអត់មានញត្តិទេគ្រាន់តែប្រកាសនោះឡើងតរួយឲ្យប្រសងលោកធ្វើកម្មទៅកម្មអីក៏ដោយកឋិនកម្មឧបសម្បទាកម្មអីបានកាលណាបើលោកធ្វើកម្មនឹងចប់ហើយគៀមសីមានឹងអស់សពលភាពត្រូវរលាយអស់ទៅវិញអត់មាននៅនឹងទេបងបានន័យថាគៀមសីមានេះធ្វើម្ដងប្រកាសម្ដងធ្វើម្ដងប្រកាសម្ដងនឹងសំប្រសងទាំងអស់នេះជ្រាបពីគៀមសីមាទោះបីយើងបញ្ចុះខណ្ឌសីមានេះក៏ត្រូវ
បញ្ចុះក្នុងគាមសីមាដែរព្រះអង្គបានសីមាបើមិនប្រកាសគាមសីមាទៅមិនបញ្ចុះកើតសីមាកម្មនេះត្រូវធ្វើក្នុងសីមាទៅក្នុងគាមសីមាអាស្រ័យហេតុនេះហើយបានជាពីបុរាណមកគេមិនដែលសន្មត់សីមានៅពេលថ្ងៃទេតែយប់ក្បាលប្រលប់ក៏គេមិនសន្មត់ដល់ទៅពាក្យកដាត្រៀនមកមកដណ្ដប់យប់ឯណាបានគេសន្មត់សីមាណាហើយយ៉ាងម៉េចបានជាថ្ងៃមិនសន្មត់ក្បាលប្រលប់មិនសន្មត់ถ้าពីព្រោះគាមសីមាវាធំកាលណាបើប្រសង់លោកសន្មត់ថ្ងៃឬពេលប្រលប់ពេលនោះពូភិក្ខុលោកគោចរដល់កាត់ភូមិណាកាត់គាមសីមាហ្នឹងក៏ក្រៅកម្មអត់ឡើងដែលសីមានោះព្រោះប្រសង់លោកធ្វើដំណើរនិមន្តកាត់សីមាបានគេបង្អង់ទុកឲ្យពូភិក្ខុលោកឈប់ធ្វើដំណើរគោចរឲ្យលោកសម្រាកនៅស្ងៀមហើយបានគេធ្វើបានដឹងក្នុងស្រុកនេះមិនដឹងមិនទៅអាត្មាអត់ដែលដឹងទេការសន្មត់និងសន្មត់យប់ថ្ងៃមិនដឹងទេតែអាត្មានិយាយតាមវិន័យសូមឲ្យញោមញាតិជ្រាបសូមប្រសង់ទាំងអស់ជ្រាបមើលហេតុដូចចឹងបើខាងនៅកម្ពុជាអាត្មាហ្នឹងគេអត់ដែលសន្មត់ថ្ងៃទេព្រោះគាមសីមាគឺប្រសង់លោកធ្វើដំណើរមានអ្នកណាទៅមើលជាភូមិនោះអត់មើលបានដែរនឹងសូមឲ្យញោមញាតិទាំងឡាយនឹងជ្រាបអំពីគាមសីមាហ្នឹងដូចជាខណ្ឌសីមាដែលយើងបញ្ចុះសប្តាហ៍ហ្នឹងពុទ្ធសីមានឹងមាន3ទី1សមានសង្វាសសីមាទី2អវិបវាសសីមាឬតេជ័យវរាវិបវសីមាអវិបវាសសីមានិងតេជ័យវរាវិបវសីមានឹងតែមួយទេហើយនឹងខណ្ឌសីមានឹងពុទ្ធសីមាដែលយើងធ្វើសប្តាហ៍ប្រសង់លោកនិមន្តតិនិមិត្តនឹងគ្រប់ទាំង10ទិសណា8ទិសណាអានេះគេហៅពុទ្ធសីមាហើយបានលោកសូត្រសន្មត់សីមាណាសីមាទី1គឺសមានសង្វាសសីមាគឺអាវាសដែលប្រសង់លោកគង់នៅស្មើគ្នាកន្លែងអាវាសណាព្រះសម្មាសម្ពុទ្ធអនុញ្ញាតឲ្យសន្មត់សមានសង្វាសសីមានឹងឯងមុនដំបូងដល់ក្រោយមកទៀតថ្ងៃមួយហ្នឹងព្រះមហាកាសបៈលោកគង់នៅក្នុងអន្តរកវិន្ទៈស្រុកហ្នឹងនៅជិតក្រុងរាជក្រឹសថ្ងៃឧបោសថកម្មលោកនិមន្តចូលមកក្រុងរាជក្រឹសដើម្បីនឹងធ្វើឧបោសថគាត់លោកនិមន្តមកនោះត្រូវឆ្លងកាត់ទឹកស្ទឹងព្រោះអត់មានស្ពាននេះលុយទឹកមកដល់លុយទឹកមកកន្លែងប៉ះទឹកវាជ្រៅវាគួចលោទៅទឹកស្បង់ទៅចពោអស់ចូលស្បង់ចពោហើយឆ្លងស្ទឹងទៅដល់នៅកន្លែងធ្វើឧបោសថកម្មពូភិក្ខុនឹងសួរថាអវសោកាសបៈមិនដេចបានអ្នកមានស្ត្រៃចីវរនឹងជោគទៅទឹកយ៉ាងដូចនេះបានប្រកាសសពលោកប្រាប់ទាំងអវសោខ្ញុំធ្វើដំណើរមកនេះឆ្លងកាត់ស្ទឹងបាទទឹកវាជ្រៅវាគួចទៅទឹកស្បង់ទៅទឹកចីវរអស់ពូភិក្ខុនាំរឿងហ្នឹងទៅក្រាបទូលព្រះសម្មាសម្ពុទ្ធអំពីព្រះមហាកាសបហ្នឹងលោកទៅទឹកស្បង់ចីវរអស់ដោយធ្វើដំណើរឆ្លងស្ទឹងមកបានព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបហើយទ្រង់អនុញ្ញាតឲ្យសម្ដែងសីមាមួយទៀតគឺអវិបវាសសីមាហ្នឹងឬតេជ័យវរៈវិបវាសសីមាហ្នឹងសីមានោះកាលណាសន្មត់រួចហើយ
ភិក្ខុដែលចូលទៅក្នុងសីមានោះទោះបីជាអស់ត្រៃចីវរពីខ្លួនក៏មិនត្រូវអាបត្តិអីដែរពីព្រោះភិក្ខុនេះមិនអាចប្រាស់ត្រៃចីវរពីខ្លួនបានទេត្រូវរក្សាចីវរឲ្យជាប់ជាប្រក្រតីពាក្យថារក្សាចីវរបើលោកនៅក្នុងអាវាសចាស្ងាត់មិនមានញោមញាតមកលោកដោះចីវរចេញពីខ្លួនលោកដាក់ក្រៅខ្លួនតែឲ្យជាប់ក្នុងហត្ថបារអានេះគេថារក្សាចីវរអត់ឲ្យឆ្ងាយដែរកាលណាបើមានញោមញាតឧបាសកឧបាសិកាឲ្យមកគេថ្វាយបង្គំយើងត្រូវចាប់យកចីវរមកដាក់ក្នុងខ្លួនកាលណាគេថ្វាយបង្គំយើងអត់មានចីវរខ្លួនត្រូវអាបត្តិទៅគាត់សម្រាប់ញោមញាតដែលថ្វាយបង្គំលោកបានបន់តែលោកត្រូវអាបត្តិនោះវិន័យហើយសម្រាប់ញោមញាតខ្លះលោកគិតចេះវិន័យឃើញប្រសង់អត់មានជាពោក្នុងខ្លួនក៏អត់ថ្វាយបង្គំទេក៏អត់ថ្វាយបង្គំទេមកដល់ត្រូវការអីនិយាយលោកមកដល់ថ្វាយបង្គំដូចយកបាបទៅឲ្យលោកលោកត្រូវអាបត្តិអានេះពីវិធីរក្សាចីវរតែបើបានចូលទៅក្នុងសីមានឹងអវិបវាសៈសីមាដែលបានសន្មត់សង្កត់បញ្ចុះពីរដងសូត្រសង្កត់ពីលើសមានសង្វាសៈសីមាហើយទោះបីជាប្រះចាកត្រៃជីវរអស់ពីខ្លួនក៏អត់ត្រូវអាបត្តិទេនេះត្រង់អនុញ្ញាតពីសីមានឹងពីរណាញោមញាតមានពីរតែលោកសូត្របញ្ចុះមុនគឺសមានសង្វាសៈសីមាដល់ក្រោយលោកសន្មត់មួយទៀតអវិបវាសៈសីមានោះបញ្ចុះពីលើរួចសីមានេះមុននឹងបញ្ចុះត្រូវសូត្រដកសីមាចាស់សិនទោះបីយើងអត់ដឹងថាកន្លែងនេះមានសីមាអីពីបុរាណមកបើខ្លាចពីកម្មមុននោះមានព្រះអរហន្តលោកមកលោកសូត្រសន្មត់សីមាហើយលោកធ្វើកម្មដល់លោកធ្វើកម្មហើយលោកអត់បានដកសីមាទេលោកនិមន្តទៅសីមាហ្នឹងនៅសីមានេះអាយុវែងណាស់ណាញោមញាតតើប្រសងលោកដកបានអស់បើលោកមិនដកទេអាយុនៅស្មើផែនដីទៅឆេះផែនដីអស់បានសីមានោះខូចអាស្រ័យបានយើងសពថ្ងៃកាលណាយើងបញ្ចុះសីមាត្រូវសូត្រដកសីមាចាស់សិនក៏ខ្លាចព្រះអរហន្តចិនមកលោកបញ្ចុះទោះបីជាកន្លែងនោះមានភូមិអ្នកស្រុកមកនៅស្អីអីសីមាអត់ខូចទេនៅតែអញ្ចឹងឯងនឹងបានមុននឹងបញ្ចុះត្រូវសូត្រដកសីមាចាស់គេសូត្រដកសីមាចាស់ចេញគេសូត្រដកអវិបវាសៈសីមានេះដែលសន្មត់នៅលើនោះរួចហើយបានគេសូត្រដកសមានសង្វាសៈសីមានៅក្រោមអត់ដល់គេបញ្ចុះសន្មត់វិញគេសូត្របញ្ចុះសមានសង្វាសៈសីមារួចបានបញ្ចុះអវិបវាសៈសីមាសង្កត់ពីលើពីរចិនចាព្រះប្រសង្ឃលោកជ្រាបអស់ហើយអាត្មាក៏សម្ដែងឲ្យញោមញាតដឹងនេះក៏ឲ្យឆ្ងល់រឿងសីមាបើថាវាមិនមែនកិច្ចរបស់ញោមញាតទេបើត្រូវតែដឹងទាំងអស់គ្នាក្នុងនាមជាពុទ្ធបរិស័ទណារិសីមានេះយើងធ្លាប់តែឃើញគេបញ្ចុះ8ទិសរណ្ដៅ8ទិសនៅកម្ពុជាក្រោមនៅត្រវិញនេះក្តីនៅកម្ពុជាលើយើងក្តីនៅថៃក្តីនៅឡាវក្តីមីយ៉ាន់ម៉ាក្តីលង្កាក្តីគេធ្វើតែ8ទិសទេវិសុទ្ធតែ8ទិសនឹងជាពុទ្ធានុញ្ញាតពុទ្ធលោកកំណត់ថាមិនមែនទេអានេះដូចជាទម្លាប់ក្នុងវិន័យសីមានិមិត្តនឹងធ្វើប្រមាណក៏បានក្នុងមួយទិសទៅប្រមាណក៏បានក៏មួយទិស4 5ដៅឬក៏បានប៉ុន្តែមានណាធ្វើអញ្ចឹងរាប់តែឃើញ8ទិសទៅហើយអាត្មាសម្ដែងនេះ
Cần ai nhôm nhiệt đằng thế mình là chẳng ai thèm mà lơ bị bầm bay nữa có mình chẳng thế vậy đó là vì này lúc bạn phải nhặt thế và tận lớp giống như phải nhặt thử bầm bay từ nhưng sao chỉ riêng chứ với say ma kel nào cần đạt bởi vì hiền à ăn miên tệ khả năng say má ăn miên tệ nó vì này nè đangโบราณ lúc nằm bị tàn á vô một thứ nó nhọt được bạn là mua ta en tiệ khay lằng phải chỉ cái máy ta đâm thầm mò bằng cô thầm mò để thầm mâm với mình cả cào chứนี่เอ็นแต่แกนแล้วใส่มาเอ็นแต่แกนแล้วมันไม่เอ็นแต่ขนมใส่มาปัญหาธรรมะสำได้นี่ก็เมนจังอ้อยประสังหนึ่งโยมเยอะไอ้ลูกผมบัดเจนเทกันแต่อ้อยดังทำว่าอันไม่เอ็นแต่ปัญโบราณลูกนำทะเพื่อถ้ายังเราทราบปปันนังเต้าเพื่อตามลมนำลูกเต้าเมื่อไรก็เรื่องจะสมเฉลี่ยมจังเรื่องมันย่างเตียนโดยเจตสันละใส่มาสันละนิมิตกลางเลอขนมเช็บบับขนมบีไหนน้องมาตื้อเมียนปีสันละพอไปเจ็บบอลนี่มอเชียนกระร้อยเฮ้ยทั่วตมาสันละอันตมาตัวติสนาแต่สำแดงปรับแต่ทั่วตมาสันละอัตรมตราวได้นะเพราะขนมบีไหนปรับแต่ปีสันละปรับจริงๆจะบาลเลยจ้ะสันละโมกิป่าปีโบราณกิเธอสันละอัดอ้อยโดยกันเนี่ยเลยสันละโมยกลางกระนองนั่นกิเธอเรียงจะต้องโจมเท่ากับบาลเลิกกิเธอกาชูไปเลยเธอกาชูเอาไปเลยอันนั้นแกหาราชีสันละบอสมาหรือเวฟกับกระนองได้ยังเมื่อแกนั่งตุโดยสันละนิเมตกันเลยเอายังเคยไปมาสันละตีแกหาใส่มันตะเรกะปาสนะสะดมหม้อได้ยังคัดใส่มาเราตีก็อ้อยมาจวดใส่มาเยอะเฮ้ยลูกปราบถ้าอ้อยด่าจำง่ายปีกันนี้มวยกัวมากัวปีกันนี้หรือมวยเชียงอามปีกันนี้หรือมาเตะสันละตั้งปีด่าอ้อยดังไงเนี่ยอ้อยเป็นเอาซอลจนหลักกันดานนั่งตกเฮ้ยลูกปราบจ้ะไอ้บางโยมเงียบปาประกาศนามันชื่อแต่ในมอนตัวลิงเขาทำตัวเล่นโจชนะแต่มือใส่มาจากปีสัตวัตติดับพรำนะไอ้เนี่ยปีเฮียผมเป็นผมใบกันสัตสันละปีประเกตังอ๋อบวชน่าก็ใส่มาสันละปีได้นี่มันชอนสัตว์ใครมันดังเชียอย่าไม่บานเคยลงนำเพื่อตมาสละมาสละปนาอัตมาแต่งแต่ปราบทั้งอัตราได้มาสละเธอปีสละไปบวชเนี่ยเธอประมาณสละอัตมาอัดดังไหนปันดาเพื่อประมาณสละฮะมวยอันนั้นอัตราเลยพอท้ายยังกรบต่อตามฉบับใส่มาเราเพื่อมาสละเตียนเราเธอมาสละเตียนการยังทว่าหายสันละเมียนประกาศชูเราทว่ากลอยไม่ได้เรียงโดยคะแนนปันคะแนนกลมอ้อยเมียนประกาศชูสันละประกาศชูยังด่าขนมลมทมอได้ตุ้มด่าไปกราวเป็นเจ้าด่าเบียปีจ้ะแต่ได้ยำกันนาธรรมาสำได้นี่ตามไปนี้ตามใส่มาแต่นานังท่านรู้จากคณะกรรมการไอ้กึศพองแต่ยังทว่าเมียนไอ้เชียตัวยะเมียนไอ้เชียพอต่างถ้ายังเมียนเธอเมียนวินัยอันนั้นแม่เธอตามนักเคยไงบัญจังแต่พอถ้าเธอปีสันละเมียนแต่โลไอชาคณะกรรมการนุ่มเปรี้ยวเนี่ยวไอโยมเมียแต่เต้าไอช่วยแต่มันออกประมาณได้มาสันละเตียนโยมเมียเฉียดทลาตมากโนแต่มาสันละเตียนต้องเป็นนะมาสันละมุนเธอออกประมาณโยทลายนะสำละไม่สำละมูลหรือสำละปนเตี้ยไหมไม่เห็นนะนั่นเปรียบนะว่าเธอว่าอัตรา
អានឹងបើថាយកឲ្យត្រូវតាមវិន័យកុំឲ្យលោកអ្នកប្រាជ្ញបណ្ឌិតថ្ងៃក្រោយលោកតែទៀតយ៉ាងធ្វើមកសន្លឹកទៀតតែមកដាក់មានទៅក្រអីប៉ុណ្ណឹងវិហារបណ្ណាយ៉ាងធ្វើបានសន្លឹកស្អីមកប៉ុណ្ណឹងធ្វើបានពេលនេះតែយកញាជ្រះថ្លាជួយតែមកកណោតែមិនគ្រប់គ្នាផងព្រោះតែ8សន្លឹកហ្នឹងស្ដាប់បានទេយកញាអបាសកបាសិកាហ្នឹងធ្វើទៅអត់ត្រឹមត្រូវល្អទៅមានជាងគេឆ្លាក់ថ្មគេឆ្លាក់បើឆ្លាក់តម្រូវនឹងសន្លឹកចាស់ឆ្លាក់ចាស់បណ្ណារៀងហ្មងឲ្យគេធ្វើឲ្យដូចចឹងឆ្លាក់ថ្មីណាអាហ្នឹងចាខ្ញុំធ្វើឲ្យដូចនេះនិយាយអំពីសីមានោះរួចនៅក្នុងមួយទីវិសង្គាមហ្នឹងអត់មានដែរប៉ុន្តែជាលោកពីណាមកថាវិសង្គាមជាសំភូមិសូត្រសំភូមិក្នុងមុនសន្មតសមាគេសូត្រក្នុងគម្ពីរអត់មានទេសម្ដេចព្រះសង្ឃរាជជួនណាក៏លោកមានព្រះបន្ទូលថាអត់មានដែរនៅនេះគេសូត្រដែរវិសង្គាមសូត្រក៏សូត្រតែមិនអីបើគាត់ប្រាប់ថាអត់មានដែរព្រោះសម្ដេចសង្ឃរាជជួនណាលោកមានព្រះបន្ទូលថាវិសង្គាមសំភូមិមិនមានទេក្នុងវិន័យសីមានោះប៉ុន្តែលោកថាបុរាណគេធ្វើមកឲ្យរសាទៅលោកធ្វើលោកទៅដឹកនាំធ្វើក៏លោកសូត្រដែរវិសង្គាមប៉ុន្តែលោកប្រាប់ថាមិនមានទេអានេះអ្វីដែលខ្ញុំកណ្ណាអាត្មាសម្ដែងអំពីការបញ្ចុះសីមានេះគាត់ជំរាបថាអ្វីខ្លះក៏យើងធ្វើជាទម្លាប់ទៅតាមនឹងទេដូចជាមាន8ទិសហ្នឹងអានោះទម្លាប់ទេក្នុងវិន័យមានធ្វើច្រើនជាងហ្នឹងក៏បានហើយញញែស្ដាប់បានដែររួចមួយទៀតពីរឿងបញ្ចុះសីមាអានឹងច្រើនអាចារ្យគណៈកម្មការនៅលោកគ្រូទៅជែកគ្នាជាងការទៅជែកទៅតឹងកលោកគ្រូថាបញ្ចុះនៅក្រៅព្រះវិហារតែអាចារ្យគណៈកម្មការថាបញ្ចុះក្នុងវិហាររំដៅសីមាហ្នឹងណាបងទៅជែកគ្នាតាអាចារ្យថាចាំបើបញ្ចុះនៅក្រៅព្រះវិហារដល់ប្រសង់លោកធ្វើកម្មអីទៅប្រសក់មិនចេញក្រៅសីមាអស់ហើយអត់នៅក្នុងសីមាអត់បានទេទៅជែកថាអញ្ចឹងបានប្រសង់លោកចេះវិន័យទៅទេមានទើសអីចាសីមានេះកើតអំពីពូភិក្ខុទេណាញោមញាតិមិនតាកតងនឹងក្រហមនឹងសាមណេរទេសីមានៅក្នុងព្រះវិហារញោមញាតិយល់ថាបើកាលណាប្រសង់លោកធ្វើកម្មអីត្រូវប្រសក់ចេញក្រៅសីមាទាំងអស់យល់នឹងវាអត់ត្រូវយើងគ្រាន់តែយល់បើក្នុងច្បាប់អត់មែនចឹងទេសម្រាប់ក្រហមហើយនឹងសាមណេរកាលណាប្រសង់លោកធ្វើកម្មអាចនៅក្នុងសីមាបានអានឹងវិន័យ5យ៉ាងច្បាស់លើអានឹងមិនប្រហែលណាញោមញាតិប៉ុន្តែក្រហមនឹងសាមណេរកាលណានៅក្នុងសីមាត្រូវអង្គុយឲ្យដាច់ហត្ថបាសអំពីព្រះសង្ឃកុំឲ្យបញ្ជាប់ហត្ថបាសក្នុងព្រះសង្ឃតាមបានទេលោកអាចារ្យអង្គុយឲ្យដាច់ហត្ថបាសនៅក្នុងសីមាបានសាមណេរនឹងក្រហមតែបើពួកភិក្ខុវិញកាលណាព្រះសង្ឃលោកកំពុងតែធ្វើកម្មអ្វីមួយពួកភិក្ខុដើរឆ្លងសីមានឹងចូលទៅក៏ក្រកម្មគេឲ្យអត់ធ្វើកាត់អត់ឡើងទេតែកាលណាមានភិក្ខុដើរចូលត្រូវធ្វើកម្មនឹងម្ដងទៀតឬបើភិក្ខុចូលទៅហើយត្រូវអង្គុយឲ្យជាប់ហត្ថបាសនឹងសង្ឃអង្គុយដាច់ហត្ថបាសក៏ក្រកម្មគេទៀតទៅអត់បានទេអត់ឡើងប៉ុន្តែតាកតងតែនឹងភិក្ខុទេសូមឲ្យញោមញាតិជ្រាបចឹង
សៃអាត្មាឃើញវិហារស្រត់តែមិនទាន់ឃើញមានវិហារពីរជាន់ដែរមានតែមួយជាន់ប៉ុន្តែនៅខាងកម្ពុជាមាននិយមធ្វើវិហារពីរជាន់ពីអីវិហារពីរជាន់ក៏មានបញ្ញាព្រោះសីមានេះការពុទ្ធសីមានេះកាលណាប្រសង់លោកសន្មតប្រសងលោកសន្មតឲ្យតែចប់ហើយគឺឥទ្ធិពលរបស់សីមាដាច់ស្រឹបប៉ិនរងវងណាយទៅលើដល់ឋានព្រំភវៈព្រំនោះកំសួលទៅក្រោមដល់ទីរងហត់ផែនដីមិននៅតែត្រឹមលើដីទេណាអរិយកាលណាបើព្រះសង្ឃលោកកំពុងតែធ្វើកម្មមានព្រះអរហន្តអង្គណាដែលលោកមានរិទ្ធណាលោកជ្រែកដីបានឬលោកហោះលើអាកាសបានកាលណាព្រះសង្ឃកំពុងធ្វើកម្មលោកជ្រោកកាត់ជ្រែកកាត់ដីកាត់សីមាទៅក៏ក្រៅកាយបងពេលនេះប្រអិទ្ធិពលវាទៅដល់ទីបំផុតផែនដីនេះមិនមែននៅតែលើដីទេណាហើយព្រះអរហន្តអង្គណាដែលលោកហោះនៅឯដល់អាកាសនោះកន្លងសីមាក៏ក្រៅកម្មដែរនេះនិយាយពីសីមាពេលដែលវិហារពីរជាន់បើព្រះសង្ឃលោកធ្វើកម្មនៅខាងលើទៅល្បិតទ្វារខាងក្រោមតែមានភិក្ខុដើរកាត់ពីក្រោមក៏ក្រៅកម្មគេដែរឬបើលោកធ្វើខាងក្រោមត្រូវបិទទ្វារខាងលើអានឹងអាស្រ័យទៅលើមេវត្តសង្ឃថាលោកយល់ពីវិន័យផងបើមិនយល់ទេអត់ទេផងក៏ក្រៅកម្មខូចនេះវិហារពីរជាន់នឹងសូមឲ្យយោញាតិពុទ្ធបរិស័ទនឹងជ្រាបដឹងអញ្ចឹងបងឬឈប់តែចែកគ្នាពីរឿងបញ្ចុះក្នុងបញ្ចុះក្រៅបញ្ចុះក្នុងក៏បានក្រៅក៏បានទៅតាមការយើងព្រមព្រៀងនេះទេតែបានយោញាតិបើមិនមែនថាបញ្ចុះក្នុងវិហារប្រសង់ធ្វើកម្មតែរហ័សចេញអស់ពីក្នុងនោះអត់មានទេបានសម្ដែងទេតែអាត្មារៀបរាប់ឲ្យថាប្រសង់ធ្វើកម្មក្រហមសាមណេរនៅក្នុងសីមាបានតែអង្គុយដាច់ហត្ថបាសយល់ចាអានឹងពីនៃបើភិក្ខុអត់បានដែរបាទតែប្រសង់លោកកំពុងធ្វើកម្មដើរជ្រែកកាត់សីមាទៅក៏ក្រៅកว่าគេហើយចានោះសីមានេះបើយើងធៀបនឹងផ្លូវលោកសពថ្ងៃដោយប្រទេសមួយមានគណៈរដ្ឋមន្ត្រីមានអគារគណៈរដ្ឋមន្ត្រីគេអានឹងវាដូចសីមាដែរញោមញាតិកាលណាគេប្រជុំគណៈរដ្ឋមន្ត្រីគេទៅប្រជុំក្នុងអគាររបស់គេនោះដូចជាសីមាចឹងដែរសភាតំណាងរាស្ត្រក៏មានអគាររបស់គេដូចជាសីមាគេយ៉ាងត្រូវការប្រជុំគេទៅប្រជុំនៅកន្លែងហ្នឹងប៉ុន្តែសម្រាប់ព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតនឹងមកពីប្រសង់លោកធ្វើកម្មដូចជាប្រជុំអញ្ចឹងដែរប៉ុន្តែពុទ្ធលោកឲ្យសន្មតសីមាហ្នឹងបងដល់សប្តាហ៍ថ្ងៃផ្លូវលោកគេមកប្របាក់សន្មតព្រមមានអាគាររបស់ព្រះគេសន្មតដូចស្អីត្រូវយើងពុទ្ធសាសនាត្រូវតែធ្វើសីមានោះនេះសំដែងពីសីមាដែលប៉ុណ្ណឹងញោមញាតិស្ដាប់បានហើយតែត្រូវនិយាយឲ្យញោមញាតិដឹងហ្នឹង